មកចន្ទាយន្តនេះអាចឡើងទៅដល់ office គាត់ហើយបន្តិចទៀតឡើងទេហេធ្វើស្អីនឹងសួស្តីលោកប្រធានវាំងអគ្គនាយិកាអូអត់ទេគាត់ស្លៀកពាក់ឯកសណ្ឋានជាអ្នកអនាម័យក្រុមហ៊ុនរឿងអីជាអគ្គនាយិកានោះខ្ញុំច្បាស់ជាច្រឡំហើយគាត់គឺជាលោកប្រធានវាំងឯងជួបអគ្គនាយិកាត្រូវឆ្លងកាត់ដំណាក់កាលគាត់សិនលោកប្រធានវាំងខ្ញុំជាបុគ្គលិកអនាម័យសម្ព័ន្ធវណ្ណហើយនេះជាកូនប្រុសខ្ញុំធ្វើការនៅផ្នែក business ម្នាក់ជាបុគ្គលិកផ្នែក business ម្នាក់នៅផ្នែកអនាម័យឡើងមកទីនេះធ្វើអីទៅពួកខ្ញុំមានការបន្តិចរកអគ្គនាយិកាលោកអាចជួយសម្រួលបន្តិចបានទេមិនឲ្យទេអ្នកទាំងពីរសុទ្ធតែជាបុគ្គលិករបស់ក្រុមហ៊ុនមិនយល់ពីគោលការណ៍តតែសោះមិនមែនអ្នកណាក៏ចង់ជួបគឺជួបបាននោះទេឆាប់ទៅវិញភ្លាមទៅឲ្យលឺឡើងពីមុនខ្ញុំធ្លាប់ជួយអគ្គនាយិកាម្ដងគាត់សន្យាប្រាប់ខ្ញុំថាអាចបំពេញតាមសំណុំពរខ្ញុំគឺសំណុំពរតូចមួយថ្ងៃនេះពួកខ្ញុំមកទារសំណុំពរនោះវិញប៉ុន្មានទេហើយមានផតាំងអីដែលថាគាត់ធ្លាប់សន្យាកាលនោះពួកខ្ញុំនិយាយគ្នាមានន័យថាគ្មានផតាំងទេមើលទៅអ្នកទាំងពីរចង់មានរឿងហើយមើលទៅបើនៅតែមិនទៅទៀតខ្ញុំហៅសន្តិសុខហើយកុំអីលោកប្រធានវាងនេះគឺជារឿងពិតបើសិនជាលោកមិនជឿទេពួកយើងអាចទៅជួបអគ្គនាយិកាទាំងអស់គ្នាបានតតាំងគ្នាចំពោះមុខគាត់ត្រឹមតែជាអ្នកអនាម័យនឹងអគ្គនាយិកាឲ្យគាត់ជួបដែរអ្នកទាំងពីរចង់មកករឿងមែនទេសន្តិសុខមិនដឹងខ្ញុំអីពួកយើងសុទ្ធតែជាមិត្តរួមការងារមានអីនិយាយគ្នាទៅ Director ហានមកពីសិនហ្វុងគ្រប់ជិនមកដល់ហើយបើអ្នកទាំងពីរនៅតែមិនទៅខ្ញុំបោះអ្នកទាំងពីរចេញក្រៅភ្លាម Director ហានអញ្ជើញមកដល់ប្រធានហានមកដល់សួស្តីប្រធានហានមិនក៏មកលឿនម្លេះប្រធានឈៀវមិនបានទៅនៅទីនេះលោកប្រធានហានមិនលោកនិយាយថាម៉េចគឺជាប្រធានឈៀវចាំម៉េចពួកលោកមិនស្គាល់ទេប្រធានហានយល់ច្រឡំពេកហើយមករបស់ខ្ញុំជាអ្នកអនាម័យនៅក្នុងក្រុមហ៊ុនវ៉ាន់ហាវជាកម្មករម្នាក់ប៉ុណ្ណោះបើដែរបើគាត់ជាប្រធានឈៀវខ្ញុំស្លាប់ជាមិនខាតទេខ្ញុំធ្លាប់ជួបប្រធានឈៀវច្រើនលើកហើយមិនទាំងអាចមើលឲ្យលន់ទៅក៏ដូចជាមិនសូវដូចដែរប្រធានឈៀវរឹតបន្តឹងខ្លាំងណាស់គ្មានលក្ខណៈបែបហ្នឹងទេពួកឲ្យខ្ញុំភ័យលោកព្រលឹងអស់លីងស្មានថាមករបស់ខ្ញុំជាប្រធានឈៀវតាប្រធានហានលោកមកជួបប្រធានឈៀវមែនទេគឺក្រុមហ៊ុនមានបញ្ហាបន្តិចតួចមកសុំឲ្យប្រធានឈៀវជួយណែនាំឥឡូវចេះចុះចាំខ្ញុំជួយដោះស្រាយបញ្ហាឲ្យប្រធានហានឱកាសជួបប្រធានឈៀវផ្ទះខ្ញុំចុះយ៉ាងម៉េចដែរសូម្បីបញ្ហារបស់ខ្ញុំជាអីលោកមិនដឹងផងលោកហ៊ានថាជួយដោះស្រាយលោកប្រធានហានមែនទេខ្ញុំប្រាប់ភាពក្លាហានរបស់ខ្ញុំមកស្មានបន្តិចចុះថ្មីនេះការបណ្ដាក់ទុនរបស់ក្រុមហ៊ុនស៊ឺហ្វឹងបរាជ័យរាល់លើកការខាត់បងចិត្តលើសដែនកំណត់របស់ក្រុមហ៊ុនទទួលយកបានហើយលោកប្រឹងកែសម្រួលយុទ្ធសាស្ត្របណ្ដាក់ទុនរហូតមកក្រុមហ៊ុនស៊ឺហ្វឹងគឺជាមុខរបរដូនតាការបរាជ័យអាចមិនមែនជាសមត្ថភាពដង្កូវក្នុងខ្សែតាក់ទងទាំងក្នុងនិងក្រៅដើម្បីផលប្រយោជន៍ទេមែនទេមិនអាចទេនៅក្បែរខ្លួនលោកប្រកាសជាមានមនុស្សម្នាក់ចិត្តដិតជាមួយលោកខ្លាំងណាស់ប្រឹងផ្ដល់យោបល់ឲ្យលោកគ្រប់បែបយ៉ាងតែសារសឹងតែអាចធ្វើរឿងដោយខ្លួនឯងទៀតផងមើលពីសម្បកក្រៅគឺចិត្តបានបារម្ភពីលោកហើយនឹងក្រុមហ៊ុនសម្បើមណាប៉ុន្តែការពិតទៅមិនមែនអញ្ចឹងទេលោកចង់ថាបងប្អូនធ្វើឲ្យគេភ្ញាក់ពីយល់សពពិតមែនខ្ញុំដល់ហ្វីប្រធានឈីវហើយហេឈិនឈីអានអត់នេះមិនអាចមានសិទ្ធចូលមកដល់ទីនេះបានទៅហើយចាស់គ្រាន់បើមែនតោះគឺជាពេលប្រើសមាជិកប្រធានក្រុមហ៊ុនវ៉ាន់ហាវជួបកូនប្រុសរបស់ខ្ញុំហើយអាពូណាខ្ញុំមើលស្រាយពេកហើយខ្ញុំស្អប់បំផុតគឺមនុស្សប្រភេទដូចជាលោកអញ្ចឹងធ្វើខ្លួនខ្ពស់ជាងគេអ្វីដែលខ្ញុំមាននៅពេលនេះគឺឯងមកជាតិនេះមិនអាចមានបានខ្ញុំពូការអត់ខ្ចោះដែរយ៉ាងម៉េចគុំនិយាយអត់បានការអ្នកណាបានជួបប្រធានឈៀវមុនទុកថាជាអ្នកឈ្នះទៅចុះប្រធានឈៀវនៅខាងក្នុងបើចង់ជួបប្រធានឈៀវនៅសក្តានុពលការចុងក្រោយត្រីឆ្លងស្រាពីរពែងនេះមួយពែងមានជាតិពុលមួយពែងគ្មានជាតិពុលម្នាក់មួយពែងអ្នកដែលនៅរស់អាចជួបប្រធានឈៀវបានមិនមែនទេដឹងលេងធំម្លេះខ្ញុំដឹងថាជួបប្រធានឆាវមិនមែនជារឿងងាយឡើយតែក៏មិនចាំបាច់យកស្រាខ្លាយៗជុំមកបំភ្លេចខ្ញុំដែរលោកទាំងពីរសំរើសតែនាងឈួតទេខ្ញុំចង់រកនាងគឺពិភាក្សាកិច្ចការហេតុអីបានជានាងចង់យកជីវិតខ្ញុំលោកទាំងពីរសំរើសតែមនុស្សល្ងងបានរើសខ្ញុំជប់លេងហើយខ្ញុំជាគ្រូសាស្ត្រអភិជនលេខ1ក្នុងក្រុងនេះជីវិតរបស់អ្នកប្រុសនេះគឺថ្លៃណាស់ឈួតមែនលោកក៏បោះបង់ដែរហ៎ខ្ញុំឯងគ្រូសាស្ត្រប៉ែមានវិបត្តិអ៊ីស៊ីមិនអាចមើលថែគាត់ដោយស្ងប់ចិត្តបានទេដើម្បីអ៊ីស៊ីដើម្បីកូនខ្ញុំថ្ងៃនេះខ្ញុំត្រូវតែជួបប្រធានឈៀវលោកឈិនអបអរសាទរលោកឆ្លងផុតការសាឡបងហើយមិនបានជានាងដឹងថាពេញមួយណាក៏គ្មានជាតិពុលការប៉ັດទាំងពីរពេញនេះសុទ្ធតែគ្មានជាតិពុលទេគ្រាន់តែចង់មើលថាពួកលោកទាំងពីរនាក់មានចិត្តជួបប្រធានឈៀវខ្លាំងប៉ុណ្ណាអញ្ចឹងក៏អាចកើតដែរបើអញ្ចឹងពេលនេះខ្ញុំអាចជួបប្រធានឈៀវបានហើយប្រធានឈៀវមានការរវល់មិននៅក្នុងអ៊ីហ្វិសទេប្រធានឈៀវដឹងថាលោកមកដោយសាររឿងអ្វីបានត្រៀមកិច្ចសន្យារួចហើយមានវាហើយគ្រូសាប៉ៃនឹងរួចផុតពីវិបត្តិសូម
ទូប្រធានឈៀវដែលសាររឿងក្រុមហ៊ុនរៀលស្ទតឱកាសជួបគ្នារវាងប្រធាននិងអ្នកប្រុសគឺខ្ញុំបញ្ញាប់ខ្លាំងពេកអ្នកប្រុសរស័តអណ្ដែតនៅខាងក្រៅ20ឆ្នាំក្នុងនាមជាម្ដាយខ្ញុំគួរតែធ្វើពិធីទទួលស្គាល់សាច់ញាតិដ៏អស្ចារ្យមួយឲ្យគេចេញបញ្ជា3ថ្ងៃក្រោយខ្ញុំនឹងរៀបចំពិធីជប់លៀងនៅសំណាក់ហោឈីងពេលនេះខ្ញុំនឹងបង្ហាញខ្លួននៅធ្វើការសម្រេចចិត្តប្រកាសដ៏ធំមួយ បាទ បានជួបប្រធានឈៀវទេអ្នកប្រជាប្តីខ្ញុំឈិនឈីគាត់យ៉ាងម៉េចហើយ អ្នកនាងបាយកាត់ចិត្តទឹកប្តីអ្នកនាងប្រហែលជាមិនអាចត្រឡប់មកវិញបាននោះទេណា តកូជីលោកដាក់បណ្ដាសានណាគេ លោកប្តី មើលទៅលោកក៏ជ្រើរបស់បងដែរការភ្នាល់នេះគឺស្មើគ្នាមិនអីទេ ជនកំសាលោកស្មានថាខ្ញុំដូចជាលោកអញ្ចឹងមែនទេលោកមែនទេតើនេះជាស្អីទៅ គឺកិច្ចសន្យារបស់ក្រុមហ៊ុនវ៉ាន់ហាងលោកប្តីបងពិតជាធ្វើបានមែន ប្តីអូននិយាយបានធ្វើបាន ចាំមិនដែរ មិនអាចទេកិច្ចសន្យានេះគឺខ្លាំងខ្លាយ ត្រារបស់ក្រុមហ៊ុនវ៉ាន់ហាងមិនអាចខ្លាំងខ្លាយទៅ មិនអាចទៅឬមួយស្រាប់ពីពេលនោះមានចិត្តពលទាំងពីរ ស្រាតែមានជាតិពុលពីពេលនោះការពិតគ្មានទេលោកចាញ់បោកគេហើយ ដូច្នេះហើយលោកពិតជាបានជួបប្រធានឈៀវមែនទេ នោះគឺប្រកាសហើយមិនចឹងទេខ្ញុំមិននឹងអាចយកកិច្ចសន្យានេះបានទៅពេលនេះលោកចាញ់ដល់អស់ចិត្តហើយគួរតែហៅខ្ញុំថាម៉េច ការភ្នាល់នោះខ្ញុំមិនទទួលស្គាល់ទេ អាយ៉ាចង់លេងខូចផងហ៎អេងសៀននឹងនាងយ៉ាងពេលនោះក៏នៅដែរ ជាហ្វងចាញ់ហើយក៏ចាញ់ទៅខ្ញុំលើថាក្រុមហ៊ុនអភិជនលេខ1នៅក្នុងក្រុងគឺគោរពសម្ដីណាស់អ្នកប្រជាគួរតែនិយាយម៉ាត់ណាម៉ាត់នឹង បងប្រុស លោកនិយាយថាម៉េចស្ដាប់មិនច្បាស់ទេ កុំហួសហេតុពេកណា ខ្ញុំលោកលេងទេបងអូនប្រុស អគ្គនាយកក្រុមហ៊ុនវ៉ាន់ហាង3ថ្ងៃក្រោយធ្វើពិធីជប់លៀងនៅសំណាក់ហោឈីងពេលនោះនឹងបង្ហាញមុខសម័យខ្លួនផ្ទាល់និងសម្រាប់ចាត់ធ្វើការប្រកាសរឿងធំមួយ